បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីថ្ងៃនេះខ្ញុំពំនាំនៅចំណេះដឹងតិចតួចមួយចំនួនដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការdownload BlueStack ជាទូទៅគេប្រើកម្មវិធីនេះសម្រាប់ជំនួយលេងហ្គេម Android ទៅលើកុំព្យូទ័រខ្ញុំដឹងថាប្រហែលជាបងប្អូនមួយចំនួនគាត់បានស្គាល់កម្មវិធីនេះហើយខ្ញុំធ្វើវីដេអូនេះសម្រាប់អ្នកដែលគាត់មិនបានដឹងពីកម្មវិធីនេះតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានទស្សនានៃការដំឡើងកម្មវិធី BlueStack ដូចតទៅបាទនេះខ្ញុំសូមចូលមក browser បាទនេះគឺជា website ខ្ញុំបាន download ហើយបាទតមកទៀតខ្ញុំនឹងមកបង្ហាញពីរបៀបការដំឡើងបាទនេះគឺជាកម្មវិធីហ្នឹងយើងដាក់បើคลิกលើហ្នឹងមកសូមដាក់នេះចុះតិចពេលដែលយើង download ហើយដាក់បើคลิกលើវា load គ្រាន់តែដាក់បើคลิกលើវា load ទិញមិញហ្នឹងគឺទាមទារឲ្យយើងចុច yes អញ្ចឹងយើងចុច yes តាមវាមកបាទបន្ទាប់ពីយើងធ្វើការចុច yes ហើយវានឹង load ទាំងបែបនេះយើងចុច install now បាទឥឡូវវាកំពុងតែធ្វើការ install យើងអាច download game ដូចជា PUBG Mobile Legends លេងនៅលើកុំព្យូទ័ររបស់យើងបានដោយយើងប្រើកម្មវិធី BlueStack ជំនួយបើសិនជាខ្ញុំអានអង់គ្លេសមិនសូវច្បាស់សូមអធិស្ឋានផងបាទឥឡូវវាកំពុងតែធ្វើការ download ដើម្បី install វីដេអូនេះខ្ញុំប្រហែលកាត់ប៉ុណ្នេះបាទបន្ទាប់ពីដំឡើងបន្ទាប់ពី install BlueStack ហើយវានឹងចេញបែបនេះដោយសារតែការដំឡើង install វាមានរយៈពេលយូរអញ្ចឹងខ្ញុំសូមកាត់មកដល់ការ install រួចហើយនៅក្នុងចំណុចនេះវាទាមទារឲ្យយើងsign in account ហើយនៅត្រង់ចំណុចនេះវាកំពុងតែបង្ហាញថាយើងអាច research game យើងអាចវាត្រង់ចំណុចនេះដាក់ឈ្មោះ game ដែលយើងចង់ដាក់ឥឡូវវាកំពុងតែប្រាប់ពីរបៀបប្រើប្រាស់បាទនៅពេលដែលអ្នកនរគ្នាបានដំឡើងវារួចហើយវានឹង load តាមបែបនេះហើយយើងអាចធ្វើការ download game ដូចជា PUBG Mobile Legends អីនៅលើនឹងបានបាទនេះគឺជាកម្មវិធី BlueStack ដើម្បីងាយស្រួលប្រើប្រាស់នៅពេលដែលអ្នកទាំងអស់គ្នាចង់លេងហ្គេម Mobile ទៅលើកុំព្យូទ័រឬក៏ហ្គេម PUBG បាទជាដើមអ្នកទាំងអស់គ្នាអាចប្រើកម្មវិធីនេះជំនួយដើម្បីយើងអាចលេងទៅលើកុំព្យូទ័របានហើយមិនមែនមានតែកម្មវិធីមួយនេះទេមានកម្មវិធីផ្សេងទៀតបាទវីដេអូរបស់ខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច like subscribe ដាក់រូបប៉ុណ្ណឹងនឹងបានវីដេអូថ្មីៗលើក្រោយទៀតបាទសូមអរគុណសូមជម្រាបលាបាយបាយ